វិធីសាស្ត្រទាំង6ជួយឲ្យយើងមានគេស្រឡាញ់ចូលចិត្តច្រើនដោយអត់ចាំបាច់ប្រឹងបញ្ជាអានេះសម្រាប់មនុស្សទូទៅមិនមែនសម្រាប់បុគ្គលទេសម្រាប់បុគ្គលដែលគេស្អប់យើងហើយទោះបីយើងខំប្រឹងមិនក៏គេនៅតែមិនចូលចិត្តយើងដដែលចឹងហើយយើងគួរតែផ្ដោតទៅលើបុគ្គលថ្មីខ្លះកុំឲ្យគេចូលមកគ្រប់គ្នាស្អប់យើងហ្មងអានឹងអត់កើតទេទី1ត្រូវមានស្នាមញញឹមជាប់ឬមួយក៏ឧស្សាហ៍ញញឹមចំពោះការញញឹមចំពោះការសើចជាអ្វីដែលយើងអាចធ្វើបានដោយ free ការញញឹមរបស់យើងវាអត់ខាតអីទេផ្ទុយទៅវិញធ្វើឲ្យមុខយើងមានភាពតាក់ទាញជាងមុនមើលមកជាមនុស្សដែលរាងទន់ភ្លន់រួសរាយហើយមុខរបស់យើងពេលញញឹមទៅក៏គួរឲ្យចង់មើលជាងមុនដែរកុំខ្វល់អាពាក្យគេនិយាយថាតិចញញឹមទៅគេថាខ្ញុំមនុស្សឈួតចំពោះអ្នកទៅមួយធ្វើអីក៏គេនៅតែទៅដែរសុកចិត្តញញឹមប្រសើរជាងការធ្វើមុខកញ្ញើព្រោះមនុស្សដែលមានមុខកញ្ញើជួបគ្នាតែម្ដងក៏គេសម្គាល់បាត់ហើយថាមនុស្សម្នាក់ហ្នឹងមុខអត់គួរឲ្យចង់រាប់អានទេទី2ចេះធ្វើជាមនុស្សវិជ្ជមានចេះរកចំណុចល្អនៅក្នុងចំណុចអាក្រក់ឲ្យឃើញចេះលើកទឹកចិត្តគេជួយផ្ដល់កម្លាំងចិត្តឲ្យគេផ្សាយធម៌ពលល្អឲ្យមនុស្សជុំវិញខ្លួនធ្វើជាពន្លឺនៅកន្លែងងងឹតទី3មិនថាអ្នកទាំងអស់គ្នានៅចំណុចខ្ពស់ប៉ុណ្ណាទេសូមចេះគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួនមិនមែនគេក្រជាងខ្លួនមិនស្អាតដល់ខ្លួនទៅមើលងាយគេនិយាយអាក្រក់ដាក់គេធ្វើមើលតែគេនឹងជាសម្រាមពេលដែលយើងមិនផ្ដល់ការគោរពឲ្យគេក៏មិនផ្ដល់ការគោរពឲ្យយើងវិញដែរគេមកគោរពយើងធ្វើអីបើយើងមិនមែនជាមនុស្សល្អផ្ដល់តម្លៃផលប្រយោជន៍ឲ្យគេមនុស្សដែលមិនផ្ដល់តម្លៃឲ្យមនុស្សពេលដែលធ្លាក់នឹងគ្មានអ្នកណាមកជួយទេសូម្បីតែការអាណិតបន្តិចបន្តួចក៏គេមិនចង់ឲ្យដែរទី4ត្រូវមានទំនុកចិត្តលើខ្លួនឯងធ្វើអ្វីដោយមិនភ័យខ្លាចអ្នកមានទំនុកចិត្តលើខ្លួនឯងគឺជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងចង់ធ្វើអីមួយអត់សូវអាញ៉េអាញ័រប្រហែសភ័យទេផ្ទុយពីអ្នកដែលភ័យច្រើនដែលធ្វើអីចាំតែខុសធ្វើនេះខុសធ្វើនោះខុសហ្នឹងគ្រប់គ្នាដែលនៅជុំវិញខ្លួនយើងធន់យើងខ្លាំងមែនតើមិនត្រឹមតែគេអត់សរសើរទេគេស្ដីឲ្យយើងទៀតបើអ្នកទាំងអស់គ្នាចង់មានទំនុកចិត្តលើខ្លួនឯងគ្មានអីក្រៅពីហាត់រៀនបន្តិចម្ដងគ្មានអ្នកណាកើតមកចេះស្រាប់ពូកែស្រាប់ដោយមិនបានហ្វឹកហាត់ទេការហ្វឹកហាត់បន្តិចម្ដងរបស់យើងនឹងធ្វើឲ្យយើងដល់ចំណុចមួយដែលខ្លួនឯងចង់បានទី5ចេះស្ដាប់គេដោយយកចិត្តទុកដាក់ស្ដាប់កាន់តែច្រើនបញ្ញាកាន់តែកើតមិនគេនិយាយភ្លាមយើងផាំងបកាយគេភ្លាមប្រឆាំងគេភ្លាមយើងត្រូវចេះស្ដាប់សើគេសិនដើម្បីឲ្យយល់ច្បាស់ថាមនុស្សហ្នឹងជាមនុស្សប្រភេទណាពេលយើងដឹងច្បាស់ហើយថាគេជាមនុស្សប្រភេទណាគឺងាយខ្លាំងមែនតើក្នុងការនិយាយឲ្យចូលគ្នាដល់ពេលហ្នឹងទោះបីម្នាក់ហ្នឹងឋានៈដល់ប៉ុណ្ណាក៏យើងអត់ខ្លាចដោយសារតែស្គាល់តាក់ទិចរបស់គេហើយទី6គឺចេះសួរសុខទុក្ខយ៉ាងម៉េចហើយកើតអីអត់អាហ្នឹងគឺជាការយកចិត្តទុកដាក់បន្តិចបន្តួចដែលយើងគួរមានឲ្យមិត្តភ័ក្តិបងប្អូនអ្នកនៅជុំវិញខ្លួនចេះសួរសុខទុក្ខគ្នាទៅវិញទៅមកទំនាក់ទំនងក៏កាន់តែល្អប្រសើរការរស់នៅក្នុងចំណោមមនុស្សយើងអត់គួររស់នៅដាច់ដោយឡែកម្នាក់ឯងរហូតទេពេលមានគ្រោះអាសន្នមានរឿងត្រូវដោះស្រាយអីយើងទៅពឹងណាគេបានហើយការអត់មានទំនាក់ទំនងជាមួយមនុស្សយូរធ្វើឲ្យយើងខ្លាចសង្គមផងដែរដល់អញ្ចឹងធ្វើឲ្យយើងមើលទៅដូចជាមនុស្សចម្លើយចូលគេក៏អត់ចោះចឹងហើយកុំឲ្យធ្លាក់ខ្លួនដល់ចំណុចមួយហ្នឹងទាន់គួរតែរៀនបង្កើតទំនាក់ទំនងល្អៗក្នុងសង្គមឲ្យហើយទៅយើងអាចរស់នៅម្នាក់ឯងដោយគ្មានអ្នកណារាប់អានសោះបានទេ